ngày níខ្ញុំនឹងធ្វើដំណើរទៅស្រុកស្អាងទៅផឹកកាហ្វេនៅ Paradise Cafe ប៉ុន្តែដើម្បីទៅដល់ Paradise Cafe យើងត្រូវតែរត់ទៅហត់ហើយជួយយើងហត់ទៅអីឆ្ងាយងាប់យើងមិនជិះឡានតោះឥឡូវយើងជិះឡានទៅប្រហើយជិះឡានមិនបើសាំងឡើងថ្លៃហ្នឹងផឹកកាហ្វេចាំបាច់ជិះឡានតោះឥឡូវយើងហោះទៅហ្មងយ៉ាបងប្អូនឥឡូវនេះខ្ញុំបានមកដល់ Paradise Cafe ហើយដោយធ្វើការហោះមកតែម្ដងបងប្អូនឥឡូវនេះយើងមកផឹកកាហ្វេទាំងអស់គ្នាមកចូលមកក្នុងយេគ្រាន់តែមកផឹកកាហ្វេសោះសិតតែហោះតាំងពីភ្នំពេញមកដល់ស្រុកស្អាងអីនេះបងប្អូនហើយឮថានៅ Paradise Cafe ឥឡូវមានម៉ឺនុយថ្មីចង់ដឹងថាមានម៉ឺនុយថ្មីអីចូលមកមើលតិចមើលឮថានៅ Paradise Cafe មានម៉ឺនុយថ្មីហ៎ចាបងចាគឺយើងមាន passion cream ហើយនិង matcha strawberry បងនេះណែម៉ឺនុយថ្មីដែលគេទើបទៅ trend ណា matcha strawberry ហើយនិង passion cream ណាគឺពិតជាឈ្ងុយឆ្ងាញ់មែនតើហើយម៉ួយពេលដែលមកគឺគាត់រោតែពីរមុខហ្នឹងឯងភាគច្រើនណាអញ្ចឹងបាន Paradise Cafe បានសម្រាប់ចិត្តដាក់ម៉ឺនុយថ្មីនេះមកដើម្បីបងប្អូនទាំងអស់គ្នាពិសាបាទអូឈ្ងុយឆ្ងាញ់មែនតើហើយមើលតែពណ៌គេឡើងខ្ជូតតែម្ដងណាបងប្អូនអាចមកញ៉ាំម្នាក់ឯងក៏បានមកញ៉ាំជាគូក៏បានមកញ៉ាំជាក្រុមគ្រួសារក៏បានដែរនៅ Paradise Cafe ណាសំខាន់គាត់មានដើមឈើធំដែលទើបតែកទៀតហើយមកមើលដើមឈើទាំងអស់ហ្នឹងទៅហើយចាំមើលទៅដល់ខែដើមឈើហ្នឹងចេញស្លឹកចេញអីណាគឺកាន់តែស្រស់ស្អាតទៀតហើយនៅ Paradise Cafe ហើយឃើញមីអូនកំមុំនេះបាទគាត់មក Paradise Cafe ញឹកមែនតើដោយសារគាត់ជាប់ចិត្តនៅរសជាតិនៅ Paradise Cafe នឹងឯងហើយទេសភាពវិញក៏ស្រស់ស្អាតដែរសម្រាប់អ្នកធ្វើការអញ្ចេះដាក់កុំព្យូទ័រមួយមកកំងកាហ្វេកំងឲ្យមកកៅមកបាទអង្គុយធ្វើការ2 ម៉ោងសិនចាំយើងត្រឡប់ទៅផ្ទះវិញទោះបីជាអង្គុយយូរប៉ុណ្ណាក៏ម្ចាស់ហាងអត់ថាអីដែរអង្គុយយូរមិនសូមសួរជួបស្រីស្អាតមកបន្តឯងហោហែតែម្ដងបងប្អូននេះគឺជាម៉ឺនុយថ្មីនៅ Paradise Cafe ដែលនេះគឺជា matcha strawberry បាទគេមាន strawberry នៅខាងក្រៅ matcha នៅខាងលើណាហើយនេះ passion cream ហើយបងប្អូនតែមកញ៉ាំ passion cream មិនដាក់ទីយោឲ្យបងញ៉ាំដូចខ្ញុំចេះយើងបើកកម្រោបចេះមកណាបាទយើងបើកកម្រោបមកឲ្យគួយពពុះចេះបាទយើងហត់បានឆ្ងាញ់ជាមួយញ៉ាំមើលអូជាតិមែនទេបងប្អូនញ៉ាំចឹងមិនឆ្ងាញ់អញ្ចឹងបងប្អូនអ្នកស្រុកស្អាងទាំងអស់គ្នាកុំភ្លេចមកលេង Paradise Cafe ផងញ៉ាំអីមួយកែវជាក់ក៏បានជីកកាត់ឲ្យចូលញ៉ាំក៏បានអ្នកមកលេងភ្នំស្អាងហួសមកលេងនៅ Paradise Cafe នេះញ៉ាំកាហ្វេក៏បានដែរអរគុណបាយ